ជាសោះមកមុនដើម្បីឲ្យមន្ត្រីជំនាញយើងរៀបចំទុកជាមុនប៉ុន្តែមន្ត្រីជំនាញយើងត្រូវរងចាំហាត់ដដែលទេប៉ុន្តែហាត់ copy នឹងមកក្រោយហើយត្រូវយកមកដល់សម្រាប់មេរោគហើយទុករយៈពេល3ថ្ងៃទៅមួយអាទិត្យទៀតបានមន្ត្រីយើងហ៊ានយកកិច្ចការឯកសារនោះមកចាត់ការហ្នឹងការសម័យកូវីដតែយើងប្រើពាក្យថាធ្វើការអនឡាញប៉ុន្តែអត់មានអីជំនួសទេនៅតែប្រើលិខិតរដ្ឋបាលដដែលនៅពេលអនាគតខ្ញុំមិនទាន់ដឹងថានឹងមានអីឧបករណ៍អីដែលនឹងជំនួសលិខិតរដ្ឋបាលនេះទេតែនៅពេលដែលយើងខ្លាចទៅជា e-government ឬក៏ digital government អត់ទាន់ដឹងថាមានអីជំនួសទេតែបច្ចុប្បន្នយើងនៅប្រើលិខិតរដ្ឋបាលដើម្បីធ្វើទំនាក់ទំនងផ្លូវការដោយសារវាមានលក្ខណៈតតាំងថិតថេរមិនអាចប្រែក្រឡាស់បានអញ្ចឹងហើយបានជាជំនាញក្នុងការតាក់តែលិខិតរដ្ឋបាលនេះគឺជាជំនាញដែលមានសារៈសំខាន់សម្រាប់មន្ត្រីរាជការគ្រប់រូបកាលណាយើងខ្វះជំនាញនេះវាស្មើនឹងយើងខ្វះជំនាញក្នុងការទំនាក់ទំនងហើយរឿងទំនាក់ទំនងសំខាន់ណាស់ communication នៅក្នុងការងារសំខាន់ណាស់ចង់បកកែការងារមិនក៏ដោយតែអត់ចេះ communication ហើយចប់ចេះធ្វើការណាអត់ចេះរាយការណ៍អាហ្នឹងអត់ដូចគ្នាមកសូនហ្នឹងត្រូវចេះទាំងពីរចេះធ្វើការហើយចេះរាយការណ៍ទៀតព្រោះពេលដើម្បីឲ្យថ្នាក់ដឹកនាំដឹងថាយើងធ្វើការអីខ្លះថ្នាក់ដឹកនាំអត់មានពេលមកអង្គុយមើលយើងធ្វើការអីខ្លះទេថ្នាក់ដឹកនាំគាត់មើលរបាយការណ៍ហ្នឹងហើយយើងតាមបាច់ត្រូវចេះធ្វើរបាយការណ៍ហ្នឹងបានជំនាញនេះវាមានសារៈសំខាន់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ថ្នាក់ទាបក៏ធ្វើថ្នាក់កណ្ដាលក៏ចេះថ្នាក់ធំក៏ត្រូវចេះថ្នាក់ទាបយើងដឹងហើយថាការងារយើងចូលដំបូងធ្វើមុនគេគឺរបាយការណ៍ហ្នឹងហ្មងបាយការណ៍លិខិតអញ្ជើញvàការងារស្រាវថ្នាក់កណ្ដាលដែលមានភារកិច្ចកែលិខិតហ្នឹងតើចេះដែរបានតែកែគេកើតថ្នាក់ធំពេលខ្លះមិនប្រកាសថាអត់ធ្វើណារដ្ឋលេខាធិការខ្លះអាចធ្វើលិខិតខ្លួនឯងព្រោះអីកិច្ចការខ្លះសម្ងាត់យឺដឹងតែរដ្ឋមន្ត្រីហើយរដ្ឋលេខាធិការហ្នឹងទេអញ្ចឹងពេលខ្លះត្រូវធ្វើខ្លួនឯងអញ្ចឹងត្រូវចេះដូចគ្នាលិខិតឧទាហរណ៍លិខិតរដ្ឋបាលមានដូចជាសេចក្តីជូនដំណឹងពីទីស្តីការគណៈរដ្ឋមន្ត្រីទៅកាន់ក្រសួងស្ថាប័នលិខិតស្នើរបស់ក្រសួងស្ថាប័នណាមួយទៅកាន់គណៈអភិបាលរាជនីខេត្តលិខិតអញ្ជើញរបស់ក្រសួងស្ថាប័នណាមួយផ្ញើជូនឯកឧត្តមរដ្ឋលេខាធិការណាមួយរូបដើម្បីឲ្យបំភ្លឺពីរឿងអ្វីមួយក្នុងចំណោមលិខិតរដ្ឋបាលដែលមានច្រើនប្រភេទអាយដាមលោកមន្ត្រីលោកស្រីចាំទេនៅក្នុងមេរៀនទី1មេរៀនតម្រង់ទិសខ្ញុំបានបង្ហាញលិខិតរដ្ឋបាលមានច្រើនប្រភេទណាតែកំពុងប្រើនៅក្នុងរដ្ឋបាលសាធារណៈយើងរាល់ថ្ងៃក្នុងចំណោមលិខិតទាំងអស់ហ្នឹងលិខិត3ប្រភេទដែលគេប្រើញឹកញាប់ជាងគេក្នុងទំនាក់ទំនងក្រៅខាងក្រៅគឺមានលិខិតស្នើលិខិតអញ្ជើញនិងសេចក្តីជូនដំណឹងចឹងបើផ្សេងទៀតយើងមិនសូវច្បាស់ទេយ៉ាងហោចណាស់យើងត្រូវច្បាស់លិខិត3ហ្នឹងព្រោះលិខិតនេះត្រូវប្រើយ៉ាងញឹកញាប់ជាញឹកញាប់នៅក្នុងទំនាក់ទំនងក្រៅក្រសួងដូច្នេះការងាររដ្ឋបាលគឺជាភារកិច្ចចាំបាច់មួយដែលតម្រូវឲ្យអ្នកទទួលបន្ទុកផ្នែកសរសេរនេះខ្ញុំចង់បញ្ជាក់ដែរថាលិខិតរដ្ឋបាលការតាក់តែងលិខិតរដ្ឋបាលយើងកាលពីជំនាន់មុនតែមិនទាន់មានអង់គ្លេសលេខឬក៏កុំព្យូទ័រដូចពេលបច្ចុប្បន្នការធ្វើលិខិតគេសរសេរដោយដៃអញ្ចឹងហើយបានគេប្រើពាក្យស្មេប៉ុន្តែបច្ចុប្បន្ននេះទៅដល់ទីជនបទយ៉ាងណាក៏យើងនៅតែប្រើកុំព្យូទ័រដែរយើងកម្រថាតែសេដោយដៃណាដូច្នេះហើយយើងប្រើពាក្យស្មេនេះមិនសូវត្រូវទេយើងប្រើពាក្យអ្នករៀបចំលិខិតចឹងហើយអ្នករៀបចំលិខិតរដ្ឋបាលនេះចាំបាច់ត្រូវមានការយល់ដឹងពីច្បាប់គោលនយោបាយនានារបស់រដ្ឋាភិបាលដើម្បីផ្សារភ្ជាប់នៅបែបបទនិងរបៀបរបបតាក់តែងឲ្យបានសមស្របទោះក្នុងករណីខ្លួនជាបេសកៈឬក៏អ្នកផ្ញើឬក៏ជាគុំជនក្តីដើម្បីធានានៅទម្រង់មួយដែលមានឯកភាពរដ្ឋបាលប្រកបដោយនិច្ចានុគតភាពនិងចំណេញពេលវេលាមានន័យថាមុននឹងរៀបចំលិខិតរដ្ឋបាលណាមួយអ្នករៀបចំលិខិតហ្នឹងត្រូវស្វែងយល់ពីច្បាប់ពីគោលនយោបាយពីឯកសារពាក់ព័ន្ធនឹងលិខិតរដ្ឋបាលនឹងឲ្យបានច្បាស់លាស់សិនបានយកទៅបានអាចទៅរៀបចំលិខិតរដ្ឋបាលនឹងឲ្យមានភាពគ្រប់ជ្រុងជ្រោយបានមិនអាចគ្រាន់តែយើងប្រើតែមន្ត្រីគ្នាទៅចូលទៅធ្វើការបានមួយថ្ងៃនឹងឲ្យទៅធ្វើលិខិតរដ្ឋបាលមួយឲ្យទុកគំរូទៅមើលហើយទាំងគាត់អត់ចូលសោះថាតើការងារហ្នឹងវាពាក់ព័ន្ធអីខ្លះអាហ្នឹងយើងគាត់ត្រូវមានការស្វែងយល់អ្នកដែលរៀបចំលិខិតហ្នឹងគាត់ត្រូវមានការស្វែងយល់តើមានច្បាប់មានគោលនយោបាយមានរឿងអីខ្លះពាក់ព័ន្ធជាមួយលិខិតដែលគាត់ត្រូវរៀបចំអញ្ចឹងអ្នករៀបចំលិខិតត្រូវមានការស្វែងយល់ពីច្បាប់គោលនយោបាយនានារបស់រដ្ឋាភិបាលដើម្បីធានានៅទម្រង់មួយដែលមានឯកភាពរដ្ឋបាលប្រកបដោយនិច្ចានុគតភាពចំណេញពេលវេលាហើយការខ្វះភាពប៉ិនប្រសប់ក្នុងការរៀបចំលិខិតរដ្ឋបាលដែលយើងយល់ថាជាការងារសាមញ្ញតែកំហុសតិចតួចអាចធ្វើឲ្យនឹងមានបញ្ហាធំកើតឡើងឧទាហរណ៍
បញ្ហាទំនាក់ទំនងរវាងក្រសួងស្ថាប័ននិងក្រសួងស្ថាប័ននេះអាប្រើពាក្យគួរសមគ្រាន់តែប្រើពាក្យគួរសមខុសក៏អាចនឹងធ្វើឲ្យមានបញ្ហាទំនាក់ទំនងរវាងរដ្ឋមន្ត្រីក្រសួងមួយជាមួយនឹងរដ្ឋមន្ត្រីក្រសួងមួយទៀតដែរខ្ញុំឧទាហរណ៍ថាក្រសួងមួយដឹកនាំដោយរដ្ឋមន្ត្រីពេលធ្វើលិខិតទៅក្រសួងមួយទៀតដឹកនាំដោយឧបនាយករដ្ឋមន្ត្រីដល់ពាក្យគួរសមប្រើពាក្យជំរាបជូននេះឃើញទេអាហ្នឹងក៏អាចធ្វើឲ្យមានបញ្ហាអអន់ស្ពន់ចិត្តជាមួយនឹងក្រសួងដែលជាអ្នកទទួលនោះដែរអញ្ចឹងរឿងសាមញ្ញទេរឿងលិខិតរដ្ឋបាលសាមញ្ញទេប៉ុន្តែវាអាចនឹងរឿងសាមញ្ញប៉ុន្តែវាអាចនឹងបង្កជាបញ្ហាធំមួយព្រោះយើងអត់តំណាក់តំណងគ្នាផ្ទាល់និយាយគ្នាផ្ទាល់ទេយើងធ្វើតាមលិខិតអញ្ចឹងហើយបានការតាក់តែងលិខិតរដ្ឋបាលទី1គេត្រូវថ្លឹងពាក្យពេចន៍ហ្នឹងគេត្រូវថ្លឹងហើយធ្វើមិនឲ្យសាមញ្ញអត់ប្រើពាក្យបច្ចេកទេសស៊ីជម្រៅដែលខាងមកចំហៀងទៀតនោះដែលអ្នកទទួលហ្នឹងគេអត់យល់ទេជៀសវាងនឹងការប្រើប្រាស់ពាក្យពេចន៍ស៊ីជម្រៅហើយគេត្រូវថ្លឹងថ្លែងពាក្យដែលត្រូវប្រើហើយសំខាន់បំផុតនោះគឺពេលទៅសេទៅអ្នកធំជាងអានឹងត្រូវថ្លឹងមែនតើលិខិតរបស់យើងព្រោះទៅសុំចងចាំថាអ្នកដែលធំជាងអ្នកដែលមានឋានៈធំគឺគាត់ប្រកាន់ច្រើនបើយើងទៅសេទៅអ្នកតូចអ្នកប៉ិនយើងមិនសូវអីទេប៉ុន្តែទៅអ្នកធំនេះគឺប្រយ័ត្នតិចដូច្នេះដើម្បីឲ្យការរៀបចំលិខិតរដ្ឋបាលមួយមានលក្ខណៈគ្រប់ជ្រុងជ្រោយអ្នករៀបចំលិខិតចាំបាច់ត្រូវក្តាប់ឲ្យបាននៅចំណុច3សំខាន់ទី1ប្រភេទលិខិតលោកស្រីដឹងហើយថាលិខិតរដ្ឋបាលមានច្រើនប្រភេទលិខិតស្នើសេចក្តីជូនដំណឹងលិខិតអញ្ជើញរបាយការណ៍នៅក្នុងតរបាយការណ៍មួយនោះមានច្រើនប្រភេទទៀតគេហៅចង្កោមរបាយការណ៍មានរបាយការណ៍ជំនាញរបាយការណ៍បេសកកម្មរបាយការណ៍តាមរបបកំណត់មានរបាយការណ៍ប្រជុំមានរបាយការណ៍សមិទ្ធកម្មមានរបាយការណ៍ហិរញ្ញវត្ថុលិខិតប្រកបការលិខិតផ្ទេរសិទ្ធិលិខិតអនុញ្ញាតច្បាប់ឈប់សម្រាកលិខិតបញ្ជាក់ដីកាអមឬដីកាបញ្ជូនកំណត់បង្ហាញរឿងកំណត់ហេតុណាអញ្ចឹងច្រើនណាស់ប្រភេទណាដូច្នេះមុននឹងធ្វើលិខិតមួយណាលិខិតរដ្ឋបាលប្រភេទណាមួយលិខិតរដ្ឋបាលមួយយើងត្រូវកំណត់ឲ្យដឹងសិនតើការងារហ្នឹងតម្រូវឲ្យយើងដាក់ចេញនៅលិខិតរដ្ឋបាលប្រភេទមួយណាទៅធ្វើអីទៅធ្វើរបាយការណ៍ឬធ្វើកំណត់ហេតុធ្វើលិខិតអញ្ជើញឬធ្វើលិខិតស្នើសុំគោលការណ៍ទៅធ្វើអីមុនខ្ញុំឧទាហរណ៍ថាក្រសួងសុខាភិបាលបានធ្វើលិខិតស្នើមកក្រសួងមុខងារសាធារណៈស្នើសុំពិនិត្យនិងផ្ដល់យោបល់ទៅលើអនុក្រឹត្យរៀបចំប្រតិរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលអានឹងរឿងហ្នឹងកើតឡើងតាំងពីអាណត្តិមុនសម្រាប់ពេលនេះគឺរាល់អនុក្រឹត្យរៀបចំប្រតិទាំងអស់គឺទៅទុកសិនត្រូវមានបញ្ចប់ការពិភាក្សាមុខងារសិនបានអាច process បន្តទៀតបានអញ្ចឹងនៅពេលដែលក្រសួងមុខងារសាធារណៈបានទទួលលិខិតស្នើសុំរបស់ក្រសួងសុខាភិបាលស្នើសុំពិនិត្យផ្ដល់យោបល់លើអនុក្រឹត្យនឹងហើយអង្គភាពជំនាញដែលទទួលបន្ទុកលើការពិនិត្យរចនាសម្ព័ន្ធហ្នឹងបច្ចុប្បន្នគឺនាយកដ្ឋាននីតិកម្មអញ្ចឹងគាត់ត្រូវដឹងថាឥឡូវកិច្ចការហ្នឹងយន្តការរដងត្រូវឆ្លងកាត់កិច្ចយន្តការកិច្ចប្រជុំចង្អៀតដែលដឹកនាំដោយក្រសួងមុខងារសាធារណៈមានការចូលរួមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយនិងក្រសួងសម័យដែលត្រូវមកការពារសំណើរបស់ខ្លួនអញ្ចឹងដឹងថារឿងហ្នឹងត្រូវឆ្លងប្រជុំហ្នឹងប៉ុន្តែកិច្ចប្រជុំនឹងរដងគឺមានការដឹកនាំដោយរដ្ឋលេខាធិការផ្សេងៗគ្នាទទួលបន្ទុកផ្សេងៗគ្នាដូច្នេះក្រសួងនីតិកម្មប្រធាននីតិកម្មគាត់ត្រូវធ្វើអីដំបូងគេធ្វើសំណើសុំគោលការណ៍តែដល់មកបញ្ញរដ្ឋមន្ត្រីដើម្បីចាត់តាំងរដ្ឋលេខាធិការមួយរូបណាដឹកនាំទៅលើកិច្ចប្រជុំនោះមានការចាត់តាំងពីឧត្តមឧបនាយករដ្ឋមន្ត្រីចាត់តាំងរដ្ឋលេខាធិការមួយរូបណាហើយនាយកដ្ឋាននីតិកម្មគាត់ត្រូវទៅជួបឧត្តមរដ្ឋលេខាធិការរូបនោះដើម្បីសុំពេលវេលាបានពេលវេលាហើយត្រូវធ្វើម៉េចទៀតបានពេលវេលាហើយត្រូវធ្វើលិខិតអញ្ជើញដើម្បីមានកិច្ចប្រជុំកើតឡើងយើងត្រូវធ្វើលិខិតអញ្ជើញពេលអញ្ជើញហ្នឹងគិតទៀតតែអញ្ជើញអ្នកណាខ្លះយន្តការអាចនឹងមិនមែនអញ្ជើញតែក្រសួងមួយហ្នឹងទេក្រសួងសម័យទេព្រោះការងារហ្នឹងវាមានបតិកលាគ្នាជាមួយក្រសួងស្ថាប័នផ្សេងទៀតដោយខ្ញុំធ្លាប់បានលើកឡើងចឹងកន្លងមកនៅក្រសួងសាធារណការស្នើសុំដំឡើងនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ទៅជាអគ្គនាយកដ្ឋានអញ្ចឹងពេលហ្នឹងពេលប្រជុំរចនាសម្ព័ន្ធហ្នឹងក្រុមការងារខ្ញុំសិក្សាទៅថាការងារនេះទឹកលូនេះវាពាក់ព័ន្ធច្រើនមិនមែនតែក្រសួងសាធារណការទេមានក្រសួងផ្សេងទៀតកំពុងធ្វើការងារនឹងដែរអញ្ចឹងយើងត្រូវអញ្ជើញក្រសួងស្ថាប័នពាក់ព័ន្ធមកទាំងអស់យកធ្វើលិខិតអញ្ជើញហើយដល់ថ្ងៃប្រជុំអញ្ចឹងតួអង្គទាំងអស់ហ្នឹងបានមកជួបជុំគ្នាថ្ងៃប្រជុំសួរថាដើម្បីកត់ត្រាលទ្ធផលកិច្ចប្រជុំត្រូវធ្វើអីទៀតត្រូវធ្វើលិខិតប្រភេទមួយណាលិខិតរដ្ឋបាលប្រភេទមួយណាធ្វើរបាយការណ៍ឬកំណត់ហេតុ
នៅពេលដែលប្រជុំចប់ហើយសួរថាកិច្ចការនឹងចប់ឬនៅអត់នៅទេកាលណាមានសំណើជាលិលាអក្សរយើងចាំបាច់ត្រូវឆ្លើយតបជាលិលាអក្សរទៅដែរទៅគេវិញដែរអញ្ចឹងក្រសួងមុខងារសាធារណៈត្រូវធ្វើលិខិតឆ្លើយតបទៅនឹងក្រសួងសុខាភិបាលវិញដោយផ្អែកទៅតាមស្មារតីដែលភ្ជាប់ជាមួយនឹងរបាយការណ៍ដែលចែកក្នុងរបាយការណ៍នេះនិយាយពីលទ្ធផលនៃកិច្ចប្រជុំនឹងបន្ទាប់ពីឆ្លើយតបចប់ទៅអានឹងបានការងារនឹងចប់ហើយគេហៅថា case close រដ្ឋាភិបាលក្រសួងការបានគាត់បន្តការងាររបស់គាត់ទៅព្រោះគាត់បានឆ្លងអង្គប្រជុំនេះរួចហើយអញ្ចឹងមុននឹងធ្វើកិច្ចការធ្វើលិខិតរដ្ឋបាលណាមួយត្រូវកំណត់ឲ្យដឹងសិនតើកិច្ចការចំពោះមុខនេះតម្រូវឲ្យយើងដាក់ចេញនៅលិខិតរដ្ឋបាលប្រភេទមួយណាកំណត់ប្រភេទលិខិតឲ្យបានសិនពីព្រោះលិខិតនីមួយៗមានទម្រង់ខុសៗគ្នានៅពេលដែលយើងកំណត់ប្រភេទលិខិតបានហើយទើបយើងឈានដល់ចំណុចទី2គឺទម្រង់លិខិតទម្រង់លិខិតរដ្ឋបាលជាទូទៅចែកចេញតែ3ផ្នែកទេខុសពីលិខិតកតេយ្យផ្នែកទី1គេហៅចំណែកតាមនៃលិខិតសូមកុំច្រឡំរវាងក្បាលលិខិតផ្នែកក្បាលនេះយើងហៅផ្នែកក្បាលប៉ុន្តែសូមកុំហៅក្បាលលិខិតវានិយាយតែ letter head ទេនៅអ្នកខ្លះគេថាលិខិតរដ្ឋបាលនេះចែកចេញជា4មានក្បាលលិខិតមានមូលបទខ្លឹមសារនិងរូបមន្តបញ្ចប់ខ្ញុំមិនចង់ឲ្យបែងចែកអញ្ចឹងខ្ញុំអត់ឲ្យចង់ឲ្យបែងចែកអញ្ចឹងដោយសារលិខិតខ្លះឧទាហរណ៍ថាសេចក្តីជូនដំណឹងអញ្ចឹងដែលយើងយកកម្មវត្ថុទៅធ្វើការទៅធ្វើចំណងជើងបាត់ទៅហើយជួនកាលអត់មានយោងដូច្នេះវាបាត់មូលបត់ទៅឃើញទេខ្ញុំកុំឲ្យពិបាកយល់អញ្ចឹងយើងចែកតែ3បានហើយផ្នែកទី1គេហៅចំណែកតាមនៃលិខិតផ្នែកទី2គឺផ្នែកខ្លឹមសារនិងផ្នែកទី3រូបមន្តបញ្ចប់អញ្ចឹងចំណែកតាមនៃលិខិតហ្នឹងមិនមែនតែ letter head ខាងលើទេវាមាន letter head វាមានបេសកៈពាក្យគួរសមគុំជនកម្មវត្ថុយោងឬក៏ជូនភ្ជាប់ពីនឹងឡើងទៅលើអាហ្នឹងគេហៅថាចំណែកដើមបដសេចក្តីដូចមានចែងក្នុងកម្មវត្ថុយោងខាងលើរហូតមកដល់របស់ចុងក្រោយហ្នឹងគេហៅខ្លឹមសារមកដល់កន្លែងសញ្ញេការបរិច្ឆេទបើយើងការបរិច្ឆេទមិនទាន់ដាក់លើយើងដាក់មកដាក់ក្រោមការបរិច្ឆេទហត្ថលេខាឈ្មោះក្រុមងារឈ្មោះហត្ថលេខីហ្នឹងគេហៅថារូបមន្តបញ្ចប់អញ្ចឹងចែកតែ3ឯងយើងស្រួលយល់ចំណែកដើមនៃលិខិតផ្នែកទី1មានអីខ្លះទី1គឺឈ្មោះប្រទេសព្រះរាជាណាចក្រកម្ពុជាក្រោមឈ្មោះប្រទេសបាវចនាជាតិសាសនាព្រះមហាក្សត្រដែលយើងដាក់នៅចំកណ្ដាលចំពោះ letter head បើយើងប្រើ letter head ក្រសួងស្ថាប័នអានេះឲ្យអត់មានត្រូវការ typing ទេគេបោះពុម្ពរួចហើយប៉ុន្តែបើយើងធ្វើលិខិតតែយើងអត់ប្រើ letter head យើងប្រើกระดาษ A4 អញ្ចឹងឈ្មោះប្រទេសហើយនឹងបាវចនាហ្នឹងយើងដាក់កណ្ដាលក៏បានយើងដាក់នៅខាងស្ដាំក៏បានតែដាច់ខាត់មិនឲ្យដាក់ខាងឆ្វេងទេខាងឆ្វេងគឺជាកន្លែងដែលយើងត្រូវដាក់ប្រភពលិខិតអញ្ចឹងយើងដាក់កណ្ដាលក៏បានស្ដាំក៏បានខ្ញុំឧទាហរណ៍ថានៅអង្គភាពខ្ញុំចាស់អគ្គនាយកដ្ឋានខ្ញុំហ្នឹងឈ្មោះវែងអគ្គនាយកដ្ឋានផែនការស្ថិតិនិងគ្រប់គ្រងរាជការតាមព័ត៌មានជាប្រភពហ្នឹងខ្ញុំដាក់ខាងឆ្វេងអញ្ចឹងបើយើងដាក់ឈ្មោះអង្គភាពហ្នឹងទៅវាវែងហើយបើយើងដាក់យើងដាក់ឈ្មោះប្រទេសហើយបាវចនាកណ្ដាលទៅមើលទៅវាស្កាស់វាអាចជន់អក្សរគ្នាអញ្ចឹងខ្ញុំងាកវាមកខាងស្ដាំអញ្ចឹងដាក់កណ្ដាលក៏បានស្ដាំក៏បានហើយខាងលើណាតែដាច់ខាតអត់ដាក់ឆ្វេងទេដាក់កន្លែងឆ្វេងនេះគឺជាកន្លែងដែលយើងត្រូវដាក់ប្រភពលិខិតអញ្ចឹងដំបូងគេមានឈ្មោះប្រទេសមានបាវចនាបន្ទាប់ខាងឆ្វេងក្រោមបាវចនាមួយបន្ទាប់យើងត្រូវដាក់រូបសញ្ញាក្រសួងស្ថាប័នស្មើឬក៏ក្រោមមួយបន្ទាត់រូបសញ្ញាក្រសួងពីក្រោមរូបសញ្ញាក្រសួងឬlogoក្រសួងហ្នឹងគឺឈ្មោះក្រសួងក្រោមឈ្មោះក្រសួងគឺប្រភពលិខិតដែលមានក្នុងនោះគេដាក់លេខអក្សរកាត់សម្គាល់ក្រសួងអក្សរកាត់សម្គាល់អង្គភាពនិងអក្សរកាត់សម្គាល់ប្រភេទលិខិតហើយលេខនេះប្រភពលិខិតនេះសំខាន់ណាស់សំខាន់ពាក់ព័ន្ធនឹងយើងត្រូវការពេលដែលយើងត្រូវការស្វែងរកលិខិតពេលស្វែងរកលិខិតគេមិនដែលតែមើលលិខិតហ្នឹងមានខ្លឹមសារពាក់ព័ន្ធនឹងអីគេអត់ដែលមើលអាហ្នឹងទេគេមើលលេខលិខិតលេខប៉ុន្មានរបស់ក្រសួងណាចុះថ្ងៃណាខែណាឆ្នាំណាអាហ្នឹងគេត្រូវរកតាមហ្នឹងអញ្ចឹងកន្លែងលេខនេះគឺគេត្រូវចុះលេខរបស់លិខិតហើយលេខសួរថាលេខលិខិតចុះពេលណាលេខលិខិតចុះពេលដែលលិខិតនោះសញ្ញេរួចមិនមែនចុះមុនទេលិខិតនឹងសញ្ញេហើយបានគេយកទៅចុះលេខយកអក្សរកាត់សម្គាល់អង្គភាពអក្សរកាត់សម្គាល់ប្រភេទលិខិតហើយបានគេយកទៅ copy ចុះការបរិច្ឆេទតោះមកយកទៅ copy ចង់បានប្រមាណសន្លឹក copy ហើយបានយកទៅវាយត្រាណា
ចឹងលេខគឺគេចុះបន្ទាប់ពីលិខិតចុះហត្ថលេខារួចគឺកន្លែងហ្នឹងចំហពេលដែលយើងរៀបចំពីអង្គភាពយើងទៅយើងចំហលេខអានេះខ្ញុំគ្រាន់ឧទាហរណ៍ឲ្យយល់ទេ001 មសចុចត្ររចុចលសឥឡូវនេះមកត្ររហ្នឹងលែងមានហើយខ្ញុំសូមឈប់ដាក់ត្ររដាក់នកវិញកុំឲ្យពិបាកច្រឡំឥឡូវមកសួររនយោឋានត្ររនៅក្រសួងមុខងារដែលមានហើយលេខ001 មសចុចនកចុចលសអញ្ចឹងមសនេះជាអក្សរកាត់ក្រសួងមុខងារសាធារណៈមានន័យថាលិខិតផលក្រសួងមុខងារនកនេះគឺអក្សរកាត់នៃអង្គភាពជំនាញចេញលិខិតគឺនាយកដ្ឋាននីតិកម្មលសគឺអក្សរកាត់សម្គាល់ប្រភេទលិខិតនេះលិខិតស្នើបើលិខិតជូនដំណឹងលជណហើយបើសេចក្តីជូនដំណឹងសជណហើយបើលិខិតប្រកបការលបកលិខិតបញ្ជាក់លបណាអញ្ចឹងគឺប្រភពលិខិតនេះគឺមានចុះលេខចុះអក្សរកាត់សម្គាល់ក្រសួងអក្សរកាត់សម្គាល់អង្គភាពចេញលិខិតកន្លែងនេះសំខាន់ណាស់លិខិតរដ្ឋបាលមិនមែនបានន័យថាមានប្រភពចេញតែពីនាយកដ្ឋានរដ្ឋបាលទេអង្គភាពជំនាញនៅក្នុងក្រសួងស្ថាប័នហ្នឹងគឺសុទ្ធតែមានសិទ្ធិក្នុងការរៀបចំផលិតលិខិតរដ្ឋបាលទាំងអស់អញ្ចឹងលិខិតហ្នឹងចេញពីអង្គភាពជំនាញមួយណាគេត្រូវដាក់អក្សរកាត់អង្គភាពជំនាញនោះនៅកន្លែងប្រភពលិខិតដើម្បីអីដើម្បីគេដឹងទី1ថាលិខិតនេះចេញពីប្រភពណាហើយនឹងទី2នៅពេលគេចង់ស្វែងរកលិខិតជាធម្មតាខ្ញុំអត់ដឹងថានៅក្រសួងស្ថាប័នលោកលោកស្រីធ្វើយ៉ាងម៉េចទេនៅក្រសួងខ្ញុំ original អាក្បាលខៀវនេះគេធ្វើតែមួយទេបាយត្រាក្រហមក្បាលខៀវនេះធ្វើតែមួយទេផ្ញើចេញបាត់ហើយប៉ុន្តែអាត្រាកូពីត្រាក្រហមនេះគេអាចធ្វើបានច្រើនហើយច្រើនហ្នឹងពីច្បាប់ដាច់ខាត់ត្រូវមាន2ច្បាប់មួយច្បាប់រក្សាទុកនៅអង្គភាពជំនាញចេញលិខិតគឺករណីអញ្ចឹងនេះអញ្ចឹងនាយកដ្ឋាននីតិកម្មជាអ្នកចេញលិខិតនេះអ្នករៀបចំលិខិតហ្នឹងអញ្ចឹងត្រាក្រហមមួយច្បាប់ត្រូវតែរក្សាទុកនៅនាយកដ្ឋាននីតិកម្មមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពរដ្ឋបាលនាយកដ្ឋានរដ្ឋបាលការប្រវត្តិអញ្ចឹងហើយបានក្នុងលិខិតរដ្ឋបាលនៅខាងក្រោមទោះជាគេមិនដាក់ក៏ដោយគេដាក់ថាឯកសារការប្រវត្តិទោះគេដាក់ក៏ដោយមិនដាក់ក៏ដោយគឺអង្គភាព2ហ្នឹងត្រូវតែរក្សាទុកត្រាក្រហមមួយច្បាប់រៀងខ្លួនហើយមុនគេគឺអង្គភាពជំនាញហ្នឹងត្រូវតែទុកបើគេចង់រកស្វែងរកលិខិតហ្នឹងគេត្រូវទៅរកមុនគេគឺនាយកដ្ឋាននីតិកម្មអង្គភាពជំនាញខ្ញុំចង់និយាយករណីនេះគឺអង្គភាពជំនាញនីតិកម្មបើលិខិតនេះចេញពីបុគ្គលិកបលនាយកដ្ឋានបលអញ្ចឹងត្រូវតែរក្សាទុកទាំងហាត់ទាំងសុសផ្ទះក្រហមហ្នឹង scan ទុកមួយទៅដាក់មក folder ទៅដាក់ក្នុង folder មួយហើយសុសហ្នឹងអាហារហ្នឹងក៏ត្រូវរក្សាទុកដែរឲ្យគេទៅរកត្រូវតែរកឲ្យឃើញព្រោះយើងមានភារកិច្ចរក្សាទុកបើរកហ្នឹងមិនឃើញទេបានតែរកខាងរដ្ឋបាលគាត់ពិបាករកណាព្រោះគាត់ទុកគ្រប់អង្គភាពទាំងអស់អញ្ចឹងហើយបានជំនាញហ្នឹងអង្គភាពជំនាញដាច់ខាតត្រូវតែរក្សាទុកលិខិតហ្នឹងចំពោះអង្គភាពជំនាញនេះទៀតសោតអក្សរកាត់អង្គភាពជំនាញចេញលិខិតនេះណានៅកនេះប្រសិនបើជាអង្គភាពតែមានលក្ខណៈទូទៅមានន័យថាគ្រប់ក្រសួងស្ថាប័នមានទាំងអស់អាហ្នឹងយើងអាចសម្គាល់យើងអ្នកក្រៅហ្នឹងយើងអាចដឹងបាននៅកយើងដឹងថានីតិកម្មហ្នឹងបលបុគ្គលិកឥឡូវនេះបុគ្គលិកហ្នឹងខុសគ្នាទៀតមានក្រសួងខ្លះមាននាយកដ្ឋានបុគ្គលិកក្រសួងខ្លះមាននាយកដ្ឋានធនធានមនុស្សតែក្រសួងខ្ញុំនឹងពីមុនប្រើនាយកដ្ឋានបុគ្គលិកទេឥឡូវបដូរទៅជានាយកដ្ឋានធនធានមនុស្សអញ្ចឹងអក្សរកាត់ខុសគ្នារដ្ឋបាលរបហេរញ្ញវត្ថុហិរបរិវត្តកម្ម digital ឥឡូវនេះគេមានគ្រប់សឹងតែគ្រប់ក្រសួងគេដាក់បរដាក់ស្អែកអញ្ចឹងទៅអញ្ចឹងអង្គភាពដែលមានទូទៅអញ្ចឹងយើងអ្នកក្រៅនេះយើងអាចមើលដឹងថាលិខិតនេះចេញពីអង្គភាពជំនាញមួយណាប៉ុន្តែបើអង្គភាពជំនាញខ្លះតែជាអង្គភាព specific មានតែនៅក្នុងក្រសួងទេខ្ញុំឧទាហរណ៍ថានៅក្រសួងខ្ញុំពីមុនយើងមាននាយកដ្ឋានក្របខណ្ឌឬក៏នាយកដ្ឋានត្រួតពិនិត្យរដ្ឋបាលឬឥឡូវនេះយើងមាននាយកដ្ឋានមុខងារសាធារណៈវិស័យសុខាភិបាលខ្ញុំអត់ដឹងថាអក្សរកាត់អីទេឥឡូវនេះខ្ញុំនៅខាងកំណែតម្រង់នេះវាខុសពីនៅខាងក្រសួងគេមានសេចក្តីជូនដំណឹងដែរតែអត់បានចាំព្រោះដូរច្រើនពេកអញ្ចឹងមានអក្សរកាត់នៃអង្គភាពជំនាញហ្នឹងបើយើងអ្នកខាងក្រៅយើងអត់ដឹងទេមើលអត់ដឹងទេថាមិនដឹងជំនាញមួយណាទេប៉ុន្តែអ្នកផ្ទៃក្នុងគេគ្រាន់តែឃើញអក្សរកាត់ហ្នឹងគេដឹងថាអូនេះចេញពីនាយកដ្ឋានមុខងារសាធារណៈថ្នាក់ក្រមជាតិនេះចេញមកពីអគ្គនាយកដ្ឋាន digital នេះចេញមកពីអគ្គលេខាធិការដ្ឋានកំណែតម្រង់រដ្ឋបាលសាធារណៈខាងខ្ញុំគឺអក្សរកាត់អកកស
ចឹងអ្នកក្រៅមើលអត់ដឹងទេព្រោះគាត់មិនដឹងថានៅក្នុងក្រសួងនោះមានអង្គភាពអីខ្លះទេប៉ុន្តែនៅខាងក្នុងគេគ្រាន់តែកលែងមើលប្រភពលិខិតភ្លាមគេដឹងភ្លាមថាលិខិតនេះចេញពីអង្គភាពមួយណាចឹងហើយបានប្រភពលិខិតនេះសំខាន់ណាស់នៅពេលដែលយើងជាអ្នកទទួលណាយើងទទួលលិខិតមួយមកភ្លាមយើងនឹងមើលភ្លាមលិខិតនេះចេញពីក្រសួងណាចេញពីអង្គភាពមួយណាហើយទាំងសំខាន់មួយទៀតគឺចុះថ្ងៃណាខែណាឆ្នាំណាមានម្ដងទីកន្លែងការបរិច្ឆេទតែជាទូទៅយើងដាក់នៅខាងស្ដាំទន្ទឹមនឹងបន្ទាត់លេខអានេះខ្ញុំ highlight ពណ៌ក្រហមព្រោះខ្ញុំចង់ជម្រាបថាมันទាន់មានការឯកភាពគ្នាទេការអនុវត្តដូចគ្នាទេទៅលើការបរិច្ឆេទនេះដូចខ្ញុំបញ្ជាក់អញ្ចឹងថាសម្រាប់លិខិតរដ្ឋបាលការបរិច្ឆេទដាក់នៅខាងលើក៏បានក្រោមក៏បានក្នុងចំណែកដើមនៃលិខិតក៏បានក្នុងរូបមន្តបញ្ចប់ក៏បានប៉ុន្តែដាក់តែមួយទេសម្រាប់ជាគោលការណ៍ដែលគេអនុវត្តកន្លងមកគេដាក់នៅខាងលើហ្នឹងក្នុងករណីពីតូចទៅធំឬថ្នាក់ស្មើគ្នាហើយនៅខាងក្រោមក្នុងករណីពីធំទៅតូចហើយចំពោះមូលហេតុយ៉ាងម៉េចនោះខ្ញុំបានជម្រាបរួចហើយប៉ុន្តែខាងលើនេះខាងលើហ្នឹងក្តីតែយើងថាពីតូចទៅធំថ្នាក់ស្មើគ្នាហ្នឹងក៏នៅក្រសួងថាបានមួយចំនួននៅមកអនុវត្តមិនដូចគ្នាដែរលើហ្នឹងក៏កន្លែងណាទីតាំងវានៅកន្លែងណាសម្រាប់ក្រសួងខ្ញុំបានកំណត់ចុះច័ន្ទគតិមកបន្ទាត់លេខសូរិយទីកន្លែងនៅសូរិយគតិចុះមកក្រៅមួយបន្ទាត់ខ្ញុំសង្កេតឃើញក្រសួងមកស្ថាប័នមួយចំនួនទៀតអនុវត្តដោយក្រសួងមុខងារដែរដូចក្នុងនោះមានក្រសួងសេដ្ឋកិច្ចនិងធុក្រសួងអប់រំក៏អញ្ចឹងដែរយកច័ន្ទគតិស្មើលេខតែឡែកសម្រាប់ក្រសួងកសិកម្មហើយនិងក្រសួងសុខាភិបាលហើយសារការបរិច្ឆេទនេះគាត់បោះពុំជាមួយ letterhead ក្រសួងគាត់ដោយកសិកម្មអញ្ចឹងគេយកទីកន្លែងហើយនឹងសូរិយគតិនឹងស្មើលេខវិញច័ន្ទគតិទៅលើមកបន្ទាត់វិញសុខាភិបាលក៏ដូចគ្នាអញ្ចឹងទីតាំងនៅខាងលើហ្នឹងក៏មិនទាន់ exactly ដូចគ្នាថានៅកន្លែងណាអត់ទាន់ឯកភាពនេះទេកន្លែងនេះហើយបានខ្ញុំចង់ឲ្យលោកប្រសិទ្ធពិចារណាណាថាត្រូវដាក់កន្លែងណាបើក្រសួងខ្ញុំគឺយកច័ន្ទគតិស្មើលេខហើយក្រសួងខ្ញុំការបរិច្ឆេទនេះអត់មានបោះពុំជាមួយ letterhead ទេដូច្នេះពេលដែលយើងរៀបលិខិតបើយើងអ្នកថ្មីដំបូងយើងត្រូវការ print 4-5 ដងបានយើងអាចកំណត់បានថាត្រូវយកទៅវាស់វាប្រមាណសង់ទីម៉ែត្របានយើង print ទៅវាស្មើច័ន្ទគតិនឹងស្មើលេខប៉ុន្តែដល់ពេលយើងធ្វើយូរទៅយើងអាចកំណត់បានយើងបដូរដាក់លេខប្រមាណដូចជា67ដងយើង print ទៅយើងច័ន្ទគតិនឹងស្មើលេខស្អាតតែម្ដងមកដល់ត្រឹមនេះមានសំណួរឬទេអត់ទេណាចឹងខ្ញុំបន្តទៅទៀតអញ្ចឹងបន្ទាប់ពីការបរិច្ឆេទហើយចុះបន្ទាប់មកចំកណ្ដាលដាក់មុខតំណែងបេសកៈខ្ញុំបញ្ជាក់រួចហើយថាការប្រើពុម្ពអក្សរតាមក្រសួងស្ថាប័នគេកំណត់ពុម្ពផ្សេងៗគ្នាគេកំណត់ពីរប្រភេទមានឆ្លាក់ហើយនិងអក្សរធម្មតាដូចនៅក្រសួងខ្ញុំអញ្ចឹងសម្រាប់បេសកៈនេះគេឲ្យប្រើអក្សរឆ្លាក់គឺខ្មែរ OS មូឡាយកាលណាយើងប្រើអក្សរឆ្លាក់ហើយយើងមិនចាំបាច់ទៅបូលទេហើយក៏មិនចាំបាច់ underline គូបន្ទាប់ពីក្រោមឬក៏ italic ដែរណា italic មានថាអក្សរត្រេតពីព្រោះការ underline ការគូបន្ទាត់ពីក្រោមការប្រើបូលការប្រើ italic នេះគោលដៅវាតែមួយទេគឺដើម្បីឲ្យពាក្យហ្នឹងវាលេចធ្លោវា stand out ចេញពីនៅក្នុងលិខិតហ្នឹងតាក់ទាញចំណាប់អារម្មណ៍របស់អ្នកអានប៉ុន្តែបើយើងប្រើពុម្ពអក្សរពីរខុសគ្នាហើយឆ្លាក់ផងហើយនឹងអក្សរធម្មតាផងយើងអត់ចាំបាច់ទៅបន្ថែម feature វាឲ្យលើនឹងទៀតទេឲ្យបន្ថែមពីលើនឹងទៀតទេដូច bold ហ្នឹងមិនបាច់បន្ថែមទេមើលទៅវាដិតខ្លាំងហើយដល់ពេល print ខាត់តែខ្លាំងទៀតណា underline បាច់ទេការពីមុខកន្លងមកដែលយើងឃើញ underline ដែលយើងគេឃើញប្រើ underline ហ្នឹងចេះហ្នឹងកាលណាគេប្រើ font ដូចគ្នាអាហ្នឹងគេអាចប្រើ underline បានមានថាបើអក្សរធម្មតាដូចគ្នាអាហ្នឹងគេប្រើ underline ហ្នឹងមានប្រវត្តិមកពីអញ្ចេះទៀតកន្លងមកយូរហើយលិខិតយើងធ្វើដោយដៃអញ្ចឹងកាលពេលយើងសរសេរដោយដៃយើងអត់ដែលឆ្លាក់ផងសរសេរធម្មតាផងទេយើងសរសេរពុម្ពតែមួយអញ្ចឹងហើយដើម្បីបញ្ជាក់ថាកន្លែងនេះសំខាន់ឧទាហរណ៍កម្មវត្ថុយោងហ្នឹងបានគេគូបន្ទាប់ពីក្រោមអញ្ចឹងអត់ចាំបាច់ទេបើកាលណាយើងប្រើពុម្ពពីរខុសគ្នាហើយឬអក្សរឆ្លាក់ហើយមិនចាំបាច់ថែម bold underline ឬ italic ទៀតទេកន្លែងបេសកៈនេះយើងយកមកដាក់ចំកណ្ដាលប្រើ center ក្នុងការសម្រាប់មុខតំណែងបេសកៈយើងដាក់តែមុខតំណែងមិនដាក់ក្រុមងារនិងមិនដាក់ចំឈ្មោះទេ
លើខ្ញុំឧទាហរណ៍ថាបេសកៈជារដ្ឋមន្ត្រីក្រសួងខ្ញុំគេមិនដាក់ថាឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឬក៏ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទេគេអត់ដាក់ក្រុមងារមកទេហេតុអីនៅពេលដែលយើងជួបនរណាម្នាក់យើងមិនដែលណែនាំខ្លួនឯងឬអន្តរេសខ្លួនឯងថាខ្ញុំលោកជំទាវកខ្ញុំមិនដែលយើងអត់តែប្រាប់គេថាខ្ញុំលោកជំទាវឬឯកឧត្តមទេមែនទេអញ្ចឹងក្នុងការសរសេរសបត់ក៏ដូចគ្នាដែរគេអត់ដែលក៏អន្តរេសខ្លួនឯងខ្ញុំឯកឧត្តមលោកជំទាវអីទេគឺឯកឧត្តមសំទោឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈគេដាក់តែតំណែងទៅគេទេឈ្មោះកឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងបរិស្ថានរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់តែតំណែងគាត់ទេហើយអត់ដាក់ចំឈ្មោះទៀតពីរដ្ឋបាលជាទូទៅគេដាក់ចំឈ្មោះទេចំកណ្ដាលចុះបន្ទាប់មក center ដដែលគឺពាក្យគួរសមនេះត្រូវប្រែប្រួលទៅតាមឋានៈរបស់អ្នកផ្ញើអ្នកទទួលអញ្ចឹងហើយបានជាមុនធ្វើលិខិតរដ្ឋបាលគេត្រូវស្គាល់អ្នកទទួលនឹងច្បាស់ណាស់តើគាត់ជាអ្នកណាគាត់តំណែងជាអីតំណែងគាត់តូចជាងអ្នកផ្ញើធំជាងអ្នកផ្ញើឬស្មើអ្នកផ្ញើក្រៅពីតំណែងបច្ចុប្បន្នហ្នឹងគាត់មានស្អីទៀតអត់គាត់មានបន្ថែមងារអីបន្ថែមទៀតអត់ត្រូវស្គាល់អ្នកទទួលនឹងឲ្យច្បាស់ព្រោះពាក្យដែលយើងប្រើនៅក្នុងលិខិតរបស់យើងត្រូវប្រែប្រួលទៅតាមឋានៈរបស់អ្នកផ្ញើអ្នកទទួលពាក្យគួរសមនេះសូមពាក្យថាសូមក្រាបបង្គំទូលថ្វាយប្រើចំពោះព្រះមហាក្សត្រឬសម្ដេចសង្ឃបច្ចុប្បន្ននេះសម្ដេចសង្ឃដែលត្រូវអនុញ្ញាតឲ្យប្រើរាជស័ព្ទនៅសល់ពីរព្រះអង្គទេគឺសម្ដេចនុនង៉ែតនិងសម្ដេចប៊ូគ្រីពីមុនមានសម្ដេចដុល្លាយនិងសម្ដេចទេពវង្សតែសម្ដេចទាំងពីរបានសោយទីវង្គតទៅហើយនឹងអនុញ្ញាតឲ្យប្រើរាជស័ព្ទដោយព្រះមហាក្សត្រដែរសូមបង្គំទូលគេប្រើនៅពេលដែលអ្នកទទួលនោះជាអង្គក្សត្រតែមិនមែនព្រះមហាក្សត្រទេប្រហែលជាលោកស្រីធ្លាប់បានដឹងណាប្រហែលអាណត្តិកន្លងមកតែជាងតាំងអាណត្តិទី3ទីអីដែលមានរដ្ឋមន្ត្រីក្រសួងមួយនោះជាក្សត្រតែគាត់ក៏បានសោយទីបង្គត់ដែរអញ្ចឹងបើសិនជាយើងត្រូវធ្វើលិខិតទៅថ្នាក់ដឹកនាំដែលជាឬក៏គុំជនដែលជាក្សត្រហ្នឹងតែមិនមែនជាព្រះមហាក្សត្រទេយើងប្រើពាក្យសូមបង្គំទូលសូមក្រាបថ្វាយបង្គំឬក៏សូមថ្វាយបង្គំសូមក្រាបថ្វាយបង្គំសម្រាប់ប្រើចំពោះព្រះសង្ឃដែលមានឋានៈខ្ពស់សូមថ្វាយបង្គំឬសូមក្រាបបង្គំទូលប្រគេនសម្រាប់ព្រះសង្ឃធម្មតាសូមគោរពជូនឬសូមគោរពប្រើចំពោះពីអ្នកតូចទៅអ្នកធំឧទាហរណ៍រដ្ឋមន្ត្រីទៅឧបនាយករដ្ឋមន្ត្រីប្រធានមន្ត្រីទៅរដ្ឋមន្ត្រីអភិបាលខេត្តទៅរដ្ឋមន្ត្រីគោរពជូនឬសូមជម្រាបជូនសម្រាប់ថ្នាក់ស្មើគ្នារដ្ឋមន្ត្រីទៅរដ្ឋមន្ត្រីដូចគ្នាអភិបាលខេត្តទៅអភិបាលខេត្តដូចគ្នាឬប្រធានមន្ត្រីទៅប្រធាននាយកដ្ឋានឬប្រធានអង្គភាពណាមួយដែលឋានៈស្មើគ្នាជម្រាបជូនឬជម្រាបមកប្រើពីធំទៅតូចរដ្ឋមន្ត្រីទៅអភិបាលខេត្តរដ្ឋមន្ត្រីទៅប្រធានមន្ត្រីអញ្ចឹងពាក្យគួរសមនេះប្រែប្រួលទៅតាមឋានៈរបស់អ្នកផ្ញើអ្នកទទួលអញ្ចឹងភាសាខ្មែរយើងនេះវាមានបែងចែកឋានៈខុសពីភាសាអង់គ្លេសយើងធ្វើសបត់មួយចង់អ្នកទទួលនឹង president ក៏ដោយបុគ្គលធម្មតាក៏ដោយយើងប្រើតែមួយម៉ាត់ទេគឺ dear sir dear madam dear president Obama dear Mr A ណាអញ្ចឹងអត់មានប្របាកអីតែខ្មែរយើងអត់ទេភាសាយើងប្រែប្រួលទៅតាមឋានៈរបស់អ្នកទទួលបានចុះបន្ទាត់មកក្រោមតែអក្សរឆ្លាក់ដូចគ្នាមួយទៀតរឿង color ប្រើតែខ្មៅទេអត់មានប្រើខ្មៅផងខៀវផងក្រហមផងនៅក្នុងលិខិតទេណារឿងមកជីនមិញភ្លេចនិយាយការ page set up សម្រាប់ខ្ញុំផ្ទាល់ខ្ញុំពេលខ្ញុំចាប់ផ្ដើមភ្លាមក្រសួងខ្ញុំអត់មានកំណត់ page set up ទេអញ្ចឹងខ្ញុំដាក់2ទាំងអស់នៅពេលដែលខ្ញុំធ្វើចប់បានចាប់ផ្ដើមសេរីអញ្ចឹង page set up ហ្នឹងវាអាចប្រែប្រួលមិនមែនថាគ្រប់លិខិតទាំងអស់ត្រូវតែខាងឆ្វេង 2.5 ខាងស្ដាំ2ខាងលើ2ខាងក្រោម2វាមិនអាចទេអ្នកធ្វើលិខិតផ្ទាល់ដឹងហើយ page set up បានកំណត់ទេប៉ុន្តែដល់ពេលធ្វើផ្ទាល់ក៏យើងដឹងព្រោះពេលខ្លះយើងធ្វើទៅយើងត្រូវការសេរីឧទាហរណ៍ថាបើយើងធ្វើតាម page set up ដែលក្រសួងយើងកំណត់ថាខាងឆ្វេង 2.5 ស្ដាំ2លើ2អញ្ចឹងណាពេលយើងធ្វើទៅស្រាប់ធ្លាក់ទៅសញ្ញេនៅជាន់ទីនៅទំព័រទី2អញ្ចឹងយើងត្រូវចាប់ផ្ដើមសេរីកែសម្រួលដូចជាហៅថាយើងអាចបង្រួម page set up
ខាងបង្រួមអាជីនរបស់យើងខាងស្ដាំគេទូទៅគេលួចខាងស្ដាំខាងឆ្វេងគេត្រូវទុកឲ្យធំអាច2កន្លះ 2.8 ប៉ុន្តែអត់ឲ្យ1ទេតូចពេកការកន្លែងខាងឆ្វេងមួយហ្នឹងខាងឆ្វេងហ្នឹងគឺសម្រាប់ការចោះដាក់ក្រូណូអញ្ចឹងកាលណាយើងចោះតូចទុកតូចពេកកាលណាយើងចោះទៅវាជន់លើអក្សរហើយសំខាន់ទី2ហ្នឹងគឺកន្លែងហ្នឹងគឺថ្នាក់ដឹកនាំតែងចាននៅលើហ្នឹងអញ្ចឹងហើយបានគេត្រូវទុកខាងឆ្វេងឲ្យធំហើយគេចង់លួចខាងស្ដាំអញ្ចឹងយើងអាចលួចពង្រីកវាមកដើម្បីទាញអក្សរហ្នឹងទាញហត្ថលេខាហ្នឹងឡើងទៅលើភ្ជាប់ជាមួយនឹងខ្លឹមសារនៃលិខិតឬក៏ទាញអស់ចិត្តហើយទាញបានទេវាទូចពេកកន្លែងហត្ថលេខាហ្នឹងតូចពេកអញ្ចឹងយើងធ្វើម៉េចទម្លាក់មកវិញយើងអាចពង្រីក margin វិញដើម្បីទាញលិខិតហ្នឹងចុះមកក្រោមឧទាហរណ៍ទៀតថាឥឡូវទាញឡើងទៅលើបានមកតំពោហើយប៉ុន្តែស្ទើរហត្ថលេខាកន្លែងហត្ថលេខាហ្នឹងតូចពេកអាហ្នឹងធ្វើមកទៀតលួច font ម្ដងឬក៏វាយើងចាប់ផ្ដើមលួច paragraph ឬយើងនេះ paragraph ហ្នឹងឲ្យវាពាក្យគ្នាបន្តិចទៅយើងលួច font គេកំណត់ឲ្យ11ប៉ុន្តែយើងលួចសល់10កន្លះក៏បានដែរអាហ្នឹងពេលរៀបលិខិតគឺវាត្រូវបត់បែន flexible វាអត់មានអាចកំណត់ rule មួយថាត្រូវតែលេខ11ត្រូវតែ12ត្រូវតែ margin 2កន្លះអ្នកដែលកំណត់ហ្នឹងមកធ្វើលិខិតខ្លួនឯងទេដឹងអញ្ចឹងបានពេលអ្នកកែលិខិតណាអ្នកអត់ដែរធ្វើលិខិតទេមកកែលិខិតបានចេញមកគឺចេញអារបៀបកូនសិស្សទៅចូលរៀនយកបន្ទាត់យកមកវាស់ margin ណាខ្ញុំធ្លាប់មានអ្នកកែលិខិតដែរអត់ដែរធ្វើលិខិតសោះអត់ដែររៀនលិខិតអត្តបាលសោះប៉ុន្តែមានឱកាសបានទៅធ្វើជាអ្នកកែលិខិតខ្ញុំមិននិយាយថាក្នុងកម្រិតណាទេចេញមកគឺចេញខ្ញុំដឹងថាអូម្នាក់នេះអត់ដែរធ្វើលិខិតទេបានតែដំបូងទេតិចទៀតទៅដឹងហើយហើយមួយវិញទៀតលិខិតរដ្ឋបាលធ្លាប់ជំរាបឲ្យថាវាមានលក្ខណៈ subjective មានន័យថាប្រែប្រួលតាមប្រធានលិខិតមួយយកទៅឲ្យមនុស្សកែ10នាក់និងកែខុសគ្នាទាំងអស់ហើយពាក្យតែមួយឯងតាម3គឺថាសម្រាប់តែមួយឯងមានន័យដូចគ្នាប៉ុន្តែម្នាក់នេះថាប្រើអានេះសមជាងតែមួយទៀតនេះសមជាងតែនោះទៀតម្នាក់នេះថានេះធ្វើប្រើអានេះសមជាងអញ្ចឹងហើយបានការងាររាជការយើងវាយឺតតែសោះអញ្ចឹងឆ្លងពីម្នាក់ទៅម្នាក់ហ្នឹងកែដែរហ្នឹងឲ្យមកកែត្រឡប់មកវិញកែពាក្យហ្នឹងទៅតាមចិត្តរបស់គាត់ហើយរឿងលិខិតអត់ពិបាករៀបទេប៉ុន្តែអាពេលឆ្លងលិខិតហ្នឹងគឺជារឿងមួយដែលលំបាកទៅប៉ះអ្នកខ្លះតែគាត់អត់ដែរធ្វើហើយគាត់អត់យល់ពីការលំបាកនៃការធ្វើលិខិតគឺគាត់កែតាមចិត្តរបស់គាត់ម្ដងគាត់កែអញ្ចេះម្ដងគាត់កែអញ្ចឹងឲ្យយើងអ្នកធ្វើពីក្រោមហ្នឹងពិបាកមែនតើអញ្ចឹងបន្ទាប់ពីពាក្យគួរសមហើយគឺមុខតំណែងអ្នកទទួលយើងត្រូវដាក់មុខតំណែងគោរមងារតែនៅតែមិនដាក់ចំឈ្មោះអញ្ចឹងគោរមងារយើងប្រើសម្រាប់អ្នកទទួលឥឡូវឧទាហរណ៍ថាក្រសួងខ្ញុំរដ្ឋមន្ត្រីក្រសួងខ្ញុំផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអញ្ចឹងខាងលើកន្លែងបេសកៈគេដាក់ថាម៉េចឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឲ្យសារគាត់ជាឧបដូចគ្នាអញ្ចឹងពាក្យគួរសមយើងប្រើគោរពជូនចុះមកក្រៅមកគឺមុខតំណែងរបស់អ្នកទទួលគោរមងារនិងមុខតំណែងអ្នកទទួលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចគាត់មានគោរមងារអញ្ចឹងយើងដាក់ថាឯកឧត្តមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងដល់ពេលយើងហៅអ្នកដែលយើងផ្ញើលិខិតហ្នឹងគឺយើងប្រើគោរមងារតែដល់ពេលយើងខ្លួនឯងអត់ដាក់ទេគោរមងារអត់ដាក់ទេឯកឧត្តមលោកជំទាវលោកស្រីហ្នឹងអត់ដាក់ទេកន្លែងនេះមានសំណួរឬទេអ្នកគ្រូខ្ញុំសួរដែរបើសិនជារដ្ឋមន្ត្រីដូចនេះទៅសរសេររដ្ឋមន្ត្រីក្រសួងសំខាន់ជាងគេនៅលើអ្នកគ្រូតែយើងអនុវត្តតាមរាជកិច្ចនៃការតែងតាំងរដ្ឋាភិបាលអនុគ្រោះតាមរដ្ឋាភិបាលមានលំដាប់ចាការជឿនេះយើងរាប់តាមរាជកិច្ចនឹងមែនគ្រូលំដាប់របស់ក្រសួងចាតាមពិតខ្ញុំនឹងបញ្យល់បន្ទាប់ទៀតឥឡូវយើងនិយាយមួយសិនថាក្នុងករណីអ្នកទទួលម្នាក់ខ្ញុំនិយាយឡើងវិញកន្លែងទទួលសម្រាប់មុខតំណែងគុំជនឬអ្នកទទួលនឹងត្រូវដាក់ទាំងមុខតំណែងដាក់ទាំងគោរមងារអានេះក្នុងករណីអ្នកទទួលម្នាក់អត់ពិបាកទេឥឡូវដល់អ្នកទទួលច្រើនអ្នកចាប់ពី2អ្នកឡើងគេហៅច្រើនណាអ្នកទទួលច្រើនអ្នកយើងត្រូវមើលថាក្នុងចំណោមទាំងពីរហ្នឹងទី1មើលតំណែងរបស់គាត់ឧទាហរណ៍ថាយើងត្រូវធ្វើលិខិតទៅក្រសួងដែលដឹកនាំដោយឧបមួយ
ដែលដឹកនាំដោយរដ្ឋមន្ត្រីមួយអញ្ចឹងក្នុងចំណោមទាំងពីរយើងដឹងហើយឧបធម្មជាងដាក់គាត់ខាងលើរដ្ឋមន្ត្រីតូចជាងដាក់គាត់ខាងក្រោមតែក្នុងករណីដែលឧបដូចគ្នាឬក៏ជារដ្ឋមន្ត្រីដូចគ្នាខ្ញុំឧទាហរណ៍ថាឥឡូវក្រសួងបរិស្ថានគាត់ត្រូវធ្វើទៅលិខិតទៅក្រសួង4មានក្រសួងមុខងារសាធារណៈក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទីស្តីការគណៈរដ្ឋមន្ត្រីក្រសួង5ថាក្រសួងអប់រំហើយនិងក្រសួងយុតិធម៌ហើយ5ក្រសួងហ្នឹងដឹកនាំដោយឧបនាយករដ្ឋមន្ត្រីទាំង5អញ្ចឹងនិយាយពីឋានានុក្រមប៉ុនគ្នាឧបនាយករដ្ឋមន្ត្រីដូចគ្នាប៉ុន្តែត្រូវរៀបតាមលំដាប់សួរថាលំដាប់ហ្នឹងរៀបទៅតាមផ្អែកទៅលើអីឥឡូវនេះយើងសម្រាប់ឧបនាយករដ្ឋមន្ត្រីស្រួលមើលជាងគេបើមើលបរិយាក្រិតតែងតាំងរដ្ឋាភិបាលបាក់មើលយើងទៅមើលសេចក្តីសម្រាប់បែងចែកទូនាទីភារកិច្ចថ្នាក់ដឹកនាំរដ្ឋាភិបាលអានឹងងាយមើលជាងសម្រាប់លំដាប់ឧបនាយករដ្ឋមន្ត្រីបើរដ្ឋមន្ត្រីអានឹងយើងទៅមើលបរិយាក្រិតតែងតាំងរដ្ឋាភិបាលចុះខ្ញុំបង្ហាញបន្តិចរឿងលំដាប់តាមពិតខ្ញុំធ្លាប់បើករួចហើយបង្ហាញជូនរួចហើយរឿងបែងចែកភារកិច្ចហ្នឹងពេលសិនគាត់លៀងសិនឲ្យឡើងសួររហូតណែឡើយវាសួរគាត់មិនរហូតមកថាជួយទៅរៀងដងណាឲ្យយើងជន់មានដល់មិនវានៃចំជក់ចានេះគឺជាសេចក្តីបាយក្រហមក៏វាស៊ីដែរសម្រាប់ស្ដីពីការបែងចែកភារកិច្ចថ្នាក់ដឹកនាំរដ្ឋាភិបាលអាណត្តិទី7នេះគេថាអញកាត់ការចោលហើយចឹងនៅក្នុងករណីមិនអញ្ចឹងនេះឧបនាយករដ្ឋមន្ត្រីចាប់ពីលំដាប់ក្នុងសេចក្តីសម្រេចហ្នឹងដំបូងគឺមានឧបនាយករដ្ឋមន្ត្រីតែ10រូបទេតែក្រោយមកដោយរដ្ឋមន្ត្រីក្រសួងមុខងារតែងតម្លើងទៅជាឧបមួយទៀតអញ្ចឹងជាឧបលំដាប់ទី11ចឹងក្នុងចំណោមឧបទាំងអស់ហ្នឹងគឺក្រសួងមុខងារឧបមុខងារត្រូវនៅក្រុមគេដូចខ្ញុំនិយាយមិញ5នេះណាហើយអ្នកមុនទី1មុនគេក្នុងចំណោមទាំង5គឺអាដាមឧបនាយករដ្ឋមន្ត្រីអាដាមអគ្គបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទី2អាដាមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជនកីឡាទី3អាដាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុតិធម៌ទី4អាដាមឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រចាំការរដ្ឋមន្ត្រីអាដាមឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីការរៀបហ្នឹងគឺរៀបតាមលំដាប់ហើយបន្ទាប់មកបាទអាដាមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈអញ្ចឹង5ដែលខ្ញុំឧទាហរណ៍មកហ្នឹងគឺរៀបតាមលំដាប់ហើយផ្អែកទៅតាមសេចក្តីសម្រេចបែងចែកទូនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលនេះករណីឧបនាយករដ្ឋមន្ត្រីករណីរដ្ឋមន្ត្រីវិញបើសរសេរទៅរដ្ឋមន្ត្រី3ក្រសួងបរិស្ថានផងបេក្ខនារីផងធម្មការតើ3ហ្នឹងត្រូវរៀបយ៉ាងម៉េចអញ្ចឹងការរៀបគឺទៅផ្អែកទៅលើបរិយាក្រិតតែងតាំងរដ្ឋាភិបាលទាំងអស់គ្នាមើលឃើញទេខ្ញុំមិនចាំថាខ្ញុំបានអាប់ឡូតបរិយាក្រិតនឹងទៅក្នុង link ឬនៅទេដោយសារ link ហ្នឹងឥឡូវខ្ញុំដឹងថាមានបញ្ហាអីរកកន្លែងអាប់ឡូតអត់ឃើញមានតែ download អាប់ឡូតរកមិនឃើញយើងឧបនាយករដ្ឋមន្ត្រីយើងអាចរៀបតាមនេះណាទេសរដ្ឋមន្ត្រីហើយនឹងរដ្ឋមន្ត្រីមិញខ្ញុំឧទាហរណ៍ថាបេក្ខនារីបរិស្ថានហើយនឹងធម្មការអញ្ចឹងមើលលំដាប់តាមហ្នឹងទៅធម្មការលើគេទៅបរិស្ថានចាអញ្ចឹងឧទាហរណ៍ថាយើងក្រសួងខ្ញុំទៅចាស់ផ្ញើទៅរដ្ឋមន្ត្រីក្រសួង3ហ្នឹងអញ្ចឹងក្រសួងខ្ញុំដឹកនាំនៅឧបនាយករដ្ឋមន្ត្រីអញ្ចឹងយើងប្រើពាក្យជម្រាបជូនអាដាមរដ្ឋមន្ត្រីក្រសួងបរិស្ថានអាដាមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាលោកជំទាវបណ្ឌិតសភាចាររដ្ឋមន្ត្រីក្រសួងកិច្ចការនារីលោកជំទាវមិនមែនបណ្ឌិតសភាចារលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារីរៀបទៅតាមលំដាប់នៃរដ្ឋមន្ត្រីដែលផ្អែកទៅតាមបរិយាក្រិតតែងតាំងរដ្ឋាភិបាលនឹងករណីរដ្ឋមន្ត្រីឥឡូវករណីរាជនីខេត្តវិញឧទាហរណ៍ថាត្រូវធ្វើលិខិតទៅអភិបាលខេត្ត5ការរៀបរាជធានីខេត្តហ្នឹងក៏គេមានរបៀបនៃការរៀបដែរមិនមែនចេះតែដាក់ទេព្រោះគាត់កម្រិតប៉ុនគ្នាអាដាមលោកជំទាវអភិបាលខេត្តប៉ុនគ្នាអញ្ចឹងសួរថារៀបហ្នឹងផ្អែកទៅលើអីអនុក្រឹត្យលេខ119ស្ដីពីការកំណត់ចំនួនគណៈអភិបាលរាជធានីគណៈអភិបាលខេត្តគណៈអភិបាលក្រុងគណៈអភិបាលស្រុកគណៈអភិបាលខណ្ឌ
mặt à con chặt nhâm thế nào bộ ចាប់គឺ ចឹងផ្អែកអនុក្រឹត្យនេះឧទាហរណ៍ថាទៅខេត្ត5មានរាជធានីភ្នំពេញមានប្រស័យអនុមានកំពង់ស្ពឺបាត់ដំបងឯជាដើមចឹងរៀបតាមហ្នឹងណាដាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តប្រស័យអនុជាដើមឬលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តបៃលិនមានសំណួរទេកន្លែងនេះ ថ្ងៃហ្នឹងជួយនឹងថ្ងៃខែ7 2000 ឆ្នាំទៅ អត់ទេចឹងខ្ញុំតទៀត កលិចឆ្នាំនេះកលិចដល់វគ្គគ្រូហើយឈ្មោះហើយ នេះជាឧទាហរណ៍នេះឧទាហរណ៍នេះកាលពីរដ្ឋមន្ត្រីខ្ញុំនៅជារដ្ឋមន្ត្រីនៅឡើយហើយការណាត់ចាស់ដើម្បីឲ្យងាយយល់ឥឡូវដាក់គាត់ធំអញ្ចឹងយើងឧទាហរណ៍ទៅឃើញតែពីធំទៅតូចឥឡូវយើងមើលការរដ្ឋមន្ត្រីក្រសួងមុខងារនៅតូចនៅជារដ្ឋមន្ត្រីឧទាហរណ៍ទី1នេះពេលដែលរដ្ឋមន្ត្រីក្រសួងខ្ញុំក្រសួងមុខងារផ្ញើទៅគុំជនចំនួន4តែក្នុងនោះមានអ្នកធំជាងហើយស្មើគ្នាមានឧបនាយករដ្ឋមន្ត្រីផងទេសរដ្ឋមន្ត្រីផងរដ្ឋមន្ត្រីផងអញ្ចឹងយើងត្រូវរៀបឧបមកមុនឧបនឹងមាន2ទៀតគឺឧបនាយករដ្ឋមន្ត្រីក្រសួងហាផ្ទៃនិងឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិការពីអាណត្តិមុនការពីជាតិ ឧបនាយករដ្ឋមន្ត្រីដែលមានលំដាប់ខ្ពស់ជាងគេគឺសម្ដេចកលាហោមសខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ចឹងត្រូវដាក់គាត់មុនបន្ទាប់មកគឺសម្ដេចបច្ចេកសេនាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ចឹងរៀបឧបរួចហើយបានទេសរដ្ឋមន្ត្រីកាលនោះគឺអាដាមកណ្ឌិតស្ភាចាននៅជាទេសរដ្ឋមន្ត្រីនៅឡើយហើយបានរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុវជនយើងយកវគ្គនីតិសម្បទាចង់បញ្ជាក់ជូនដែរថាកាលណាយើងធ្វើលិខិតទៅមានអ្នកធំជាងអ្នកតូចជាងឬក៏ស្មើក្នុងករណីនេះឃើញតែធំហើយស្មើហើយប៉ុន្តែករណីមានអ្នកតូចជាងទៀតពាក្យដែលយើងប្រើក្នុងលិខិតយើងប្រើតែមួយឯងយើងអត់ចាំបាច់ស្លាស់2 3ឯងគឺយើងប្រើពាក្យសូមគោរពជូនពាក្យគួរសមក៏ប្រើសម្រាប់ពីតូចទៅធំពាក្យពេចន៍នៅក្នុងខ្លឹមសារនៃលិខិតក៏យើងប្រើករណីពីតូចទៅធំដែរយើងប្រើតែមួយសន្តានទេមិនចាំបាច់2ឬ3ទៅតាមគុំជនរបស់យើងនោះឡើយពីព្រោះយើងសុខចិត្តប្រើពីតូចទៅធំអាពាក្យពីតូចទៅធំហ្នឹងយើងប្រើជាមួយថ្នាក់ស្មើគ្នាក៏បានយើងប្រើជាមួយអ្នកតូចជាងយើងក៏បានអ្នកតូចជាងយើងគេអត់ហ៊ានប្រកាន់ទេពេលអ្នកធំប្រើពាក្យគួរសមជាមួយមានតែសប្បាយចិត្តអ្នកស្មើយើងក៏គេអត់ប្រកាន់ដែរក៏ដូចគ្នាដែរគឺអ្នកស្មើគ្នាកាលណាអ្នកដែលស្មើគ្នាគេប្រើពាក្យគួរសមខ្លាំងមកលើខ្លួនអាហ្នឹងមានតែខ្លួនសប្បាយចិត្តអញ្ចឹងគេសុខចិត្តប្រើពីតូចទៅធំសម្រាប់ករណីគុំជនមានថ្នាក់ស្មើគ្នាតូចជាងនិងធំជាងអានេះសម្រាប់ករណីដែលយើងផ្ញើទៅគ្រប់ក្រសួងស្ថាប័នការផ្ញើទៅគ្រប់ក្រសួងស្ថាប័នយើងអាចរៀបចំជា2ទម្រង់យើងអាចរៀបចំជាទម្រង់ខាងក្រោមនេះក៏បានឬទម្រង់ខាងលើនេះមានន័យថាយើងរាយបច្ចុប្បន្នមាន30ក្រសួងស្ថាប័នយើងរាយមកដកខ្លួនឯងចេញមួយ29រាយមកជួរមកទំព័រខាងដើមហ្នឹងគុំជនទាំងអស់ក៏បានរៀបចឹងក៏បានឬក៏សរសេររួមគ្នាខាងក្រសួងខ្ញុំកាលណាផ្ញើទៅគ្រប់ក្រសួងស្ថាប័នភាគច្រើនយើងធ្វើអញ្ចេះងាយជាងស្រួលធ្វើតាមលិខិតហ្នឹងប្រើបានទាំងអស់ប៉ុន្តែគ្រាន់ថាត្រូវប្រយ័ត្នបន្តិចពេលផ្ញើព្រោះកន្លងមកធ្លាប់ជួបដែរបញ្ហានៅពេលដែលយើងធ្វើអញ្ចឹងទៅអត់បានប្រាប់អ្នកហូតស្បត់អញ្ចឹងគាត់យកទៅចែកទាំងអស់ក្រសួងការពារជាតិក៏បានអីក៏បានដែរយើងភ្លេចគិតថាក្រសួងការពារជាតិអត់នៅក្រោមការអត់មានទំនាក់ទំនងមួយក្រសួងយើងទេកន្លងមកខាងខ្ញុំនេះបានធ្វើលិខិតអញ្ជើញប្រជុំពាក់ព័ន្ធនឹងប្រាក់អំណាចមុខងារក្រមក្រសួងមុខងារហ៎កាលនោះមិនពាក់ព័ន្ធប្រាក់អំណាចមុខងារដូចជាពាក់ព័ន្ធផែនការក្របខ័ណ្ឌហើយដល់ពេលយើងធ្វើរួមចេះអត់បានប្រាប់អ្នករដ្ឋសបត់គាត់យកទៅដល់ការពារជាតិដល់ថ្ងៃប្រជុំខាងការពារជាតិមកដែរហើយគាត់ថាគាត់អត់មានពាក់ព័ន្ធទេមិនបានផ្ញើលិខិតទៅគាត់កំហុសរបស់យើងដែរយើងអត់បានផ្ទៀងផ្ទាត់ទេអស់បើយើងរៀនអញ្ចឹងវាច្បាស់ជាងប៉ុន្តែអានេះគេថាមាន pro and con រៀងខ្លួនទេកាលណាយើងធ្វើអញ្ចឹងកាលណាយើងរាយណាវាច្បាស់មែនគាត់យើងដឹងថាយើងត្រូវហៅក្រសួងណាខ្លះប៉ុន្តែបញ្ហាសំខាន់ត្រង់ទី1គឺយើងត្រូវប្រយ័ត្នមែនទែនទៅរឿងគោរពងារខ្លាចខុសគោរពងារខ្លាចខុសអក្ខរាវិរុទ្ធខ្លាចខុសលំដាប់ហើយនឹងទី2វាខាតសន្លឹកហើយកាលណាយើងរាយលិខិតទាំងដែលអាចបញ្ចប់មួយទំព័រយើងត្រូវធ្វើដល់2ទៅ3ទំព័រគាត់នៅគោរពងារហ្នឹងមួយទំព័រគុំជនហើយបើយើងធ្វើរួមបែបនេះងាយតែមួយទំព័រចប់ហើយយើងអាចប្រើគ្រប់ក្រសួងស្ថាប័នអានេះជាឧទាហរណ៍ណាត់ចាស់ទេបច្ចុប្បន្ននេះអត់មានសម្ដេច
ទេឧបនាយករដ្ឋមន្ត្រីមានតែអាដាមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នក៏លែងមានរដ្ឋលេខាធិការកាន់ក្រសួងស្ថាប័នដែរតែត្រង់នេះមានសំណួរឬទេ អ្នកគ្រូបញ្យល់ អត់មានខ្ញុំទៅបន្តិចទៀតមុននឹងយើងបញ្ចប់ អ្នកគ្រូ អញ្ចឹងបន្ទាប់ពីមុខតំណែងបេសកៈពាក្យគួរសមមុខតំណែងគុំជនអត់ទាន់ចប់ទេផ្នែកទី1គឺកម្មវត្ថុនៃកម្មវត្ថុសំខាន់ណាស់ហើយយើងប្រើអក្សរឆ្លាក់ដូចគ្នាបញ្ញានៅពីក្រៅកម្មវត្ថុខ្ញុំធ្លាប់ជម្រាបហើយថាប្រើដំ2ក៏បានចុច2ក៏បានតែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំច្រើនប្រើដំ2ហើយឥឡូវនេះខ្ញុំសង្កេតឃើញក្រសួងស្ថាប័នភាគច្រើនក៏ប្រើដែរគឺប្រើដំ2នេះ ខ្ញុំប្រើតែដំ2រហូត នៅក្នុងការតាក់តែងកម្មវត្ថុសូមលោកលោកស្រីចាំនៅចំណុច3ទី1គឺនិយាយរឿងតែមួយការសង្ខេបខ្លីហើយច្បាស់លាស់សក្លីមែនតែកុំភ្លេចអាទី3គឺច្បាស់លាស់ដូច្នេះហើយបើដោយសារកម្មវត្ថុគេឲ្យនិយាយរឿងតែមួយហ្នឹងហើយបានក្នុងកម្មវត្ថុគេមិនដែលប្រើត្រេឬក៏លេខរៀងទេហើយគេឲ្យនិយាយរឿងតែមួយសង្ខេបខ្លីក្នុងកម្មវត្ថុអត់មានរៀបរាប់វែងឡាយណាឧទាហរណ៍ថាស្នើសុំតែងតាំងអីចឹងអត់មានតែរៀបរាប់ឲ្យអ្នកតែងតាំងឈ្មោះអីអ្នកស្នើសុំតែងតាំងឈ្មោះអីអត្តលេខប្រមាណតែងតាំងពីណាទៅណាមានគុណសម្បត្តិអីខ្លះមិនបាច់ចូលទៅសេក្នុងកម្មវត្ថុទេនិយាយតែរឿងខ្លីទេប៉ុន្តែទី3គឺច្បាស់លាស់ចង់បានអីអ្នកច្បាស់លាស់សំខាន់ណាស់ចង់សុំអីចង់គេអញ្ជើញគេទៅធ្វើទៅប្រជុំរឿងអីអត់ចង់រាយការណ៍ពីរឿងអីចង់ជូនដំណឹងពីរឿងអីអញ្ចឹងកន្លែងកម្មវត្ថុហ្នឹងគឺជារឿងសំខាន់ណាស់សម្រាប់លិខិតដើម្បីគេដឹងថាយើងផ្ញើលិខិតមកឲ្យគេក្នុងគោលបំណងអីនៅក្នុងកម្មវត្ថុវាមាន keyword មួយទៀតដើម្បីសម្គាល់ថាលិខិតនោះប្រភេទអីបើសិនលិខិតស្នើសុំយើងចាប់ដើមសំណើសុំគោលការណ៍សំណើសុំពិនិត្យនិងផ្ដល់យោបល់សំណើសុំផ្ដល់ថវិកាបើលិខិតអញ្ជើញសំណើសុំចាត់តាំងសំណើសុំគោរពអញ្ជើញបើលិខិតជូនដំណឹងស្ដីពីរឿងអីមួយបើជាលិខិតឆ្លើយតបទៅនឹងសំណើណាមួយករណីសំណើបើជារបាយការណ៍ស្ដីពីណាពាក្យចាប់ផ្ដើម keyword នៅក្នុងកម្មវត្ថុហ្នឹងគ្រាន់តែយើងមើលព្រាមយើងដឹងថាលិខិតនេះប្រភេទអីគេចង់បានអីអត់មានសំណួរទេដោយសារដល់ម៉ោងហើយខ្ញុំសូមបញ្ចប់ត្រឹមនេះព្រោះតែសៀលហ្នឹងមាន3ម៉ោងទៀតខ្ញុំសូមទុកថាមពលខ្លះសម្រាប់ការបង្រៀននៅពេលរសៀលតែមានសំណួរទេចុងក្រោយ អ្នកគ្រូណាបង្រៀនឡើងពី3ក្រុមហត់ណា អត់ទេអ្នកគ្រូ អត់មានទេណាចាអរគុណច្រើនបើអត់មានទេខ្ញុំសូមអរគុណសូមជំរាបលានៅពេលនេះ អ្នកគ្រូ យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតសប្តាហ៍ក្រោយខ្ញុំនឹងបញ្យល់បញ្ចប់មេរៀននេះព្រមទាំងដាក់លំហាត់ជូនផងដែរសូមអរគុណសូមជម្រាបលា ចាអរគុណអ្នកគ្រូគួរអរគុណ តាមបាននេះអ្នកគ្រូ ខ្ញុំដាក់រូបបេះដូងហៅវត្តមាន